ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយដែរឬក៏អត់ថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាទៀតហើយនោះគឺស៊ុបលតជើងជ្រូកសម្រាប់ស៊ុបលតនេះដែរគឺញ៉ាំជាមួយនឹងគុយទាវក៏បានហើយយើងញ៉ាំជាមួយនឹងមីកញ្ចប់ឬក៏មីតសៃធំក៏បានដែរគឺមានរសជាតិឆ្ងាញ់ដូចគ្នាសម្រាប់ស៊ុបលតនេះដែរគឺបងប្អូនយើងនិយមញ៉ាំមិនថាពេលព្រឹកពេលថ្ងៃឬក៏ពេលរសៀលទេគឺញ៉ាំបានទាំង3ពេលហ្មងជាអាហារពេលព្រឹកក៏បានជាអាហារពេលថ្ងៃក៏បានជាអាហារពេលរសៀលក៏បានដែរគឺមិនថាចាស់មិនថាក្មេងនេះគឺចូលចិត្តញ៉ាំដូចគ្នាតោះអញ្ចឹងមកមើលអំពីគ្រឿងផ្សំទាំងអស់គ្នាគ្រឿងផ្សំរបស់ខ្ញុំថ្ងៃហ្នឹងមានជើងជ្រូកចំនួន1គីឡូជើងជ្រូកថ្ងៃហ្នឹងល្អមែនតើខ្ញុំឲ្យគេកាត់ជាកង់ឲ្យហើយមកដើម្បីកុំឲ្យយើងពិបាកកាត់ណាហើយមានសណ្តែកបដោះ1000ហើយនឹងលតនេះគឺ1គីឡូ3000ខ្ញុំទិញវា2គីឡូហើយគ្រឿងផ្សំពិសេសសម្រាប់ធ្វើស៊ុបយើងឲ្យមានរសជាតិឆ្ងាញ់ហ្មងនោះគឺបង្គាក្រៀមហើយនឹងយ៉ាហឺបងប្អូនត្រូវថាយកល្អបានវាជាតិឆ្ងាញ់បន្តមកទៀតគ្រឿងដែលដាក់ក្នុងទឹកស៊ុបអត់អាចខ្វះបាននោះខ្ទឹមប្រាំងចំនួន1មើមខ្ទឹមក្រហមចំនួន2មើមហើយនឹងខ្ទឹមសហើយមានបន្លែឆៃថាវការ៉ុតហើយនឹងជីហើយនេះគឺគ្រឿងផ្សំរបស់យើងហើយខ្ញុំមានសាច់គោផាត់សាច់គោហើយនឹងសាច់គោដើម្បីដាក់ថប់អាប់ពីលើដើម្បីឲ្យវាកាន់តែឆ្ងាញ់ណាតោះឥឡូវខ្ញុំដាំទឹកឲ្យពុះសិនហើយយើងយកជើងជ្រូករបស់យើងចំនួន1គីឡូហ្នឹងយកមកស្រុះទឹកក្តៅសិនដើម្បីឲ្យវាកាត់ជាតិឆ្អាបបានខ្លះហើយដាក់អំបិលបន្តិចមកហើយយើងស្រោះវាចឹងមកដើម្បីឲ្យជ្រះកំទីហើយនឹងកាត់ជាតិឆ្អាបពេលដែលយើងយកទៅដាក់ក្នុងទឹកស៊ុបទៅគឺវាចេញជាតិជើងជ្រូកមកហ្មងហើយយើងស្រោះហើយយើងដាក់វាលាងទឹកបងប្អូនលាងទឹកពីទឹកថែមទៅដើម្បីឲ្យវាកាន់តែស្អាតណាហើយនេះខ្ញុំមកអាំងគ្រឿងរបស់យើងវិញខ្ទឹមប្រាំង2មើមហ្នឹងហើយខ្ទឹមក្រហមហើយនឹងខ្ទឹមសសម្រាប់គ្រឿងទាំងអស់ហ្នឹងបងប្អូនយកទៅដាក់អាំងនៅលើខ្ទះក៏បានដែរប៉ុន្តែបើសិនជាបងប្អូនអាំងនៅលើខ្ជុងដូចខ្ញុំចេះវាកាន់តែធ្វើឲ្យមានក្លិនឈ្ងុយនេះនៅពេលដែលបងប្អូនអាំងចឹងទៅវាជាប់កតិចខ្មៅព្រោះយើងអាំងខ្ជុងណាតែអត់អីទេបងប្អូនយកទៅលាងទឹកចេញបានលាងទឹកបកអាកតិកទីនឹងឲ្យជ្រះស្អាតមកចឹងសម្រាប់គ្រឿង3មុខហ្នឹងគឺដាច់ខាតបងប្អូនត្រូវតែយកទៅអាំងឬក៏ដាក់អាំងលើខ្ទះអត់អាចយកទៅបង់ទៅក្នុងទឹកស៊ុបយើងហ្មងបានទេវាអត់មានក្លិនឈ្ងុយទេតោះឥឡូវអាំងហើយខ្ញុំដាក់ទឹកមកហើយដាក់ដាំវាមកស្ទុះសិននៅពេលដែលទឹកអត់ទាន់ពុះខ្ញុំមកចិតបន្លែលាងបន្លែការ៉ុតហើយនឹងទឹកថាវខ្ញុំដាក់ការ៉ុត1មើមហើយនឹងថត់ថាវ1មើមដើម្បីឲ្យទឹកស៊ុបរបស់យើងមានជាតិផ្អែមណាអត់អាចចោលបានទេពីមុខហ្នឹងគឺសំខាន់ហ្មងនេះបងប្អូនទឹកស៊ុបរបស់ខ្ញុំរៀងពុះហើយរៀងអត់ពុះខ្លាំងទេពុះល្មមប៉ុន្តែខ្ញុំចាប់ផ្ដើមដាក់គ្រឿងរបស់ខ្ញុំអាំងមុនហ្នឹងខ្ញុំលាងទឹកស្អាតហើយដាក់ចូលមកហើយមានបកាយ៉ាហឺហើយខ្ញុំថែមឆៃពៅប្រៃបន្តិចដាក់ចូលក្នុងទឹកស៊ុបរបស់ខ្ញុំហើយបន្តមកទៀតជើងជ្រូករបស់ខ្ញុំដែលបានស្រោះទឹកក្តៅហើយបន្តមកលាងសម្អាតពី3ទឹកហើយហ្នឹងយកមកដាក់ចូលមួយគ្នាដែរពេលដែលបងប្អូនដាក់ចូលហ្នឹងទៅបើសិនជាសង្កេតឃើញមានកតិចអីខ្មៅដែតឡើងបងប្អូនអាចយកវែកស្រង់វាចេញបានដើម្បីឲ្យទឹកស៊ុបរបស់យើងថ្លានេះខ្ញុំបានមកស្ទុះហើយខ្ញុំចាប់ដើមបង់អំបិល2ស្លាបព្រាសម្រាប់គ្រឿងផ្សំបងប្អូនចង់ដាក់នៅពេលដែលទឹកស៊ុបយើងពុះក៏បានចង់ដាក់ពេលឥឡូវហ្នឹងក៏បានដែរសម្រាប់ខ្ញុំគឺដាក់ឥឡូវហ្មងហើយបន្តមកទៀតខ្ញុំបង់ស្ករស2កូនចានហ្នឹងហើយនឹងទឹកត្រីហើយនឹងប៊ីចេង1ស្លាបព្រាហើយបន្តមកទៀតខ្ញុំថែមការ៉ុតហើយនឹងថត់ថាវចូលហើយរំងាស់វាមួយសន្ទុះទៅហើយនៅពេលដែលបងប្អូនឃើញពពុះទឹកស៊ុបហ្នឹងដួសវាចេញមកព្រោះវាធ្វើឲ្យទឹកស៊ុបរបស់យើងមានល្អក់បងប្អូនដួសវាចេញទៅហើយមានកតិកទីហ្នឹងដួសវាចេញទៅដើម្បីឲ្យទឹកស៊ុបរបស់យើងថ្លាស្អាតណាសម្រាប់ការរំងាស់ស៊ុបនេះដែរដោយសារខ្ញុំប្រើខ្ជុំអញ្ចឹងភ្លើងវាអត់ខ្លាំងទេខ្ញុំរំងាស់វាប្រហែលជា1ម៉ោងទឹកស៊ុបចាប់ដើមចេញជាតិឆ្ងាញ់ហ្មងហើយបន្ទាប់ហើយខ្ញុំដាក់ផាត់សាច់គោចូលរំងាស់ជាមួយគ្នាហ្នឹងហើយខ្ញុំទុកចោលមកស្ទុះសិនទៅខ្ញុំមកហាន់សាច់គោជាស្លាយសម្រាប់ដាក់ពីលើទឹកស៊ុបរបស់យើងណាហើយហាន់ជីនិងបំពងខ្ទឹមសម្រាប់ខ្ទឹមសខ្ញុំត្រូវច្រាមហើយយកទៅបំពងវាខ្ញុំផ្លេច record វីដេអូបំពងខ្ទឹមហើយនេះទឹកស៊ុបរបស់ខ្ញុំបន្ទាប់ពីរំងាស់ជិត1ម៉ោងគឺថាវាចាប់ដើមពុះហើយមានក្លិនឈ្ងុយហើយទឹកស៊ុបរបស់យើងក៏ថ្លាដែរព្រោះដោយសារខ្ញុំអាសាដួសកតិកទីវាចេញណាអញ្ចឹងឆ្អិនហើយទឹកស៊ុបរបស់យើងឈ្ងុយមែនតើហ្មង
គួរឲ្យចង់ញ៉ាំមែនតើបងប្អូនអើយគាត់តែឃើញវីដេអូហ្នឹងចង់ញ៉ាំម្ដងទៀតបន្ទាប់ពីទឹកស៊ុបឆ្អិនហើយខ្ញុំចាប់ផ្ដើមទៅស្រុះលតម្ដងលតហ្នឹងយើងស្រុះជាមួយនឹងទឹកក្តៅហើយយកមកដាក់ជាមួយនឹងស្តេកបដោះចឹងមកហើយដាក់ទឹកស៊ុបយើងចូលមកនិយាយពីថាបងប្អូនអើយតំណងមែនតែនជើងជ្រូកល្អណាជើងជ្រូកណោះឡើងហើយនេះទឹកស៊ុបឡើងឈ្ងុយសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំស៊ុបលតដូចខ្ញុំអាចសាកធ្វើតាមវិធីខ្ញុំបានគឺมันពិបាកទេងាយស្រួលហើយឆាប់បានញ៉ាំទៀតចំណាយមិនអស់ច្រើនទេបានញ៉ាំមកផ្ទះហ្មងហើយសម្រាប់គ្រឿងផ្សំដាក់ពីលើទឹកស៊ុបរបស់យើងខ្ញុំដាក់សាច់គោហ្នឹងដោយសារគ្រួសាររបស់ខ្ញុំក៏ចូលចិត្តញ៉ាំសាច់គោរៀងឆៅអញ្ចឹងខ្ញុំមិនចាំបាច់យកទៅស្រុះទេគឺដាក់នៅលើទឹកស៊ុបហ្នឹងហ្មងមកស្ទុះទៅវាឆ្អិនហើយមានជីហើយនឹងខ្ទឹមបំពងហ្នឹងគេថាឈ្ងុយមែនតើហ្មងណាអត់ខ្ទឹមបំពងអត់បានទេខ្ទឹមបំពងហើយនឹងម្ទេសឆាគឺនិយាយពីថាចូលជាតិគ្នាល្អមែនតើហ្មងបងប្អូនអើយបើសិនជាញ៉ាំពេលរសៀលមេឃភ្លៀងត្រជាក់និយាយពីថាបែកញើសជោកបើសិនជាអ្នកឈឺក្តៅខ្លួនអីហ្មងញ៉ាំស៊ុបលតមួយចានហ្នឹងហើយគឺបាត់ជំងឺគ្រុនក្តៅហ្មងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំ